មុខកំបិតនេះបើមុតជ្រៅកន្លះថ្នប់ទៀតសូម្បីតែស្ដេចយមរាជជួយក៏គង់តែក្រវីក្បាលដែរជួយគេផងខ្ញុំជួយប៉ុន្តែអ្នកកុំមកឈោធ្វើមុខដូចជូកខ្មោចនៅក្បែរនេះអីប្រយ័ត្នធ្វើឲ្យប្រពន្ធខ្ញុំភ័យដោយអត់អំពើសឹមវៃនាងទ្រាំបន្តិចទៅខ្ញុំសូមអង្វរអ្នកទ្រាំបន្តិចទៅចាប់ខ្ញុំពួកគេចាប់ខ្ញុំហើយខ្ញុំនៅទីនេះអ្នកកុំភ័យអីសឹមវៃនាងលើកនេះខ្ញុំនៅទីនេះហើយយប់នេះអាចឆ្លងផុតដែរឬទេគឺស្រេចលើរាសីគេរឹងឬមិនរឹងហើយរាសីគេរឹងណាស់វាមិនមែនស្រេចលើអ្នកនិយាយនោះទេគេធ្លាប់សន្យាជាមួយខ្ញុំថានឹងរស់នៅជាមួយគ្នាអញ្ចឹងក៏នៅចាំយាមឲ្យជាប់គុំឃ្លាតសំបីតែមួយជំហានដាច់ខាតគុំឲ្យគេងាយចង្កងហើយក៏គុំឲ្យគេប្រែខ្លួនសង្កត់រហូតដល់រហែកមុខរបួសឲ្យសោះខ្លួនអ្នកផ្ទាល់ក៏រងាស្ទើររឹងដែរហើយនឹងគេរងាជាងខ្ញុំហើយយ៉ាប្តីប្រពន្ធក្មេងពីរនាក់នេះឆ្លោះគ្នាតែប៉ុណ្ណឹងសោះមិនដឹងជាប្រថុយប្រឋានដើម្បីអីសឹមវៃនាងក្នុងនាមជាអ្នកយីទេលោកយាយនិយាយថាពួកយើងជាប្តីប្រពន្ធនឹងគ្នាពេលអ្នកភ្ញាក់ដឹងខ្លួនឡើងមិនអនុញ្ញាតឲ្យប្រកែកទេក្មេងទឹកធ្លាក់ចូលទឹកខ្លាចថាមិននិយាយអ្វីឡើយបិទបាំងព័ត៌មានព្រះរាជបុត្រីនិងលោកម្ចាស់ដែលអំដំណើរគ្រាន់តែបាត់ខ្លួនប៉ុណ្ណោះមិនមែនសុខទេបញ្ជូនបញ្ជាត្រឡប់ទៅរាជធានីឲ្យរាជវាំងបូព្រាប្រកាសថាប្រឈួនហើយបិទទ្វារវាំងលោកអេងមីមន្ត្រីក្រសួងពិធីការដែលអំដំណើរសាយភោជទទួលបានរាជបញ្ជាឲ្យទៅស៊ើបអង្កេតខាងក្រៅជាបណ្ដោះអាសន្នមិនទាន់ត្រឡប់មកវិញទេឯភូមិគ្រាអង្គក្សត្រអានវាងត្រូវបញ្ចេញព័ត៌មានមុនគេបើអញ្ចឹងឲ្យពួកវាគិតថាមនុស្សស្លាប់ហើយមានតែមនុស្សស្លាប់ទេទើបងាយស្រួលធ្វើឲ្យចោះកន្ទុយសពបែបយ៉ាងប្រញាប់ចាក់ឲ្យគេផឹកទៅពេលនៅក្តៅសឹមវៃនាងស្ដាប់បង្គាប់ហាមាត់ឡើងបើនៅតែអូសបន្លាយបែបនេះទៀតដល់ពេលគេក្តៅខ្លួនខ្លាំងរហូតខូចខួរក្បាលភរិយារបស់ខ្ញុំប្រហែលជាមើលមិនជីទេផឹកទៅចាត់ទុកថាខ្ញុំអង្វរអ្នកចុះនៅក្បែរអ្នកពេលដួលរលំនឹងនិយាយពាក្យផ្អែមល្ហែមបំផុតពីមុនដៃរបស់អ្នកតែងតែត្រជាក់ខ្លាំងឥឡូវមិនក៏ក្តៅខ្លាំងដល់ថ្នាក់នេះអូយ៉ាកុំលេងដៃខ្ញុំមិនលេងទេកុំបោះបង់ខ្ញុំចោលអីខ្ញុំមិនលេងទេសឹមវេននាងអ្នកក៏កុំលេងដៃដែរយោទេសឹមវេននាងអ្នកមកហើយឥឡូវអ្នកនៅក្នុងរង្វង់ដៃរបស់ខ្ញុំចាប់អ្នកបានហើយឲ្យស្លាប់ក៏ខ្ញុំមិនលេងដៃដែរ
ទៅផឹកស៊ុបក្តៅបន្តិចទៅកុំឲ្យគេមិនទាន់បើកភ្នែកផងអ្នកបែរជាធ្វើឲ្យខ្លួនឯងទ្រុឌទ្រោមស្លាប់មុននិយាយឲ្យចំទៅគេគ្រាន់តែជាមនុស្សស្រីម្នាក់មិនមែនជាដូនតារបស់អ្នកឯណាចាំបាច់ប្រថុយជីវិតដល់ថ្នាក់ហ្នឹងជីវិតគេសំខាន់ជាងជីវិតរបស់ខ្ញុំទៅទៀត真是哭死了！等你醒了。 ត្រូវយកមួយជីវិតមកនៅក្បែរខ្ញុំទ្រង់នៅក្នុងខ្ទមស្មៅចាស់នេះគ្មានទ្រង់ស្អីទេហើយក៏គ្មានមន្ត្រីអំដំណើរស្អីដែរលីយ៉ាវអ្នកធ្វើឲ្យខ្ញុំភ័យស្ទើរតែស្លាប់ហើយខ្ញុំមិនទាន់ស្លាប់ទេអ្នកនៅហ៊ាននិយាយទៀតមិនហ៊ានទៀតទេធ្វើឲ្យឈឺរបួសហើយមិនមែនទេចុះវាកើតអ្វីទៅសឹមវេនីងអ្នករបួសធ្ងន់ដល់ថ្នាក់ចង់រស់មិនរស់ចង់ស្លាប់មិនស្លាប់ទៅហើយតើតែកំពុងគិតអ្វីនៅក្នុងខួរក្បាលអញ្ចឹងអ្នកកុំថាបខ្ញុំបែបនេះទៀតខ្ញុំនៅតែចង់បានលីយ៉ាវឥឡូវនេះអ្នកនៅកិច្ចផុតទៀតទេភ្ញាក់នៅបើភ្ញាក់ហើយប្រញាប់ហូបបទៅបានហើយអាចឆ្លុះប្រកែកបានបញ្ជាក់ថាស្ដេចយមរាជមិនទាន់យកជីវិតប្តីប្រពន្ធមួយគូនេះទេរស់រៀនពីសមរភូមិស្លាប់រស់យ៉ាងណាក៏ត្រូវញ៉ាំឲ្យឆ្អែតពូដែរភរិយារបស់អ្នកយាមមើលថែអ្នកអស់រយៈពេល3ថ្ងៃពេញដោយមិនទាន់បានហូបបាយហូបទឹកមួយតក់ឡើយបើអ្នកនៅតែមិនព្រមលួងឲ្យគេហូបអីខ្លះទេចាំដល់ពេលអ្នកជាសះស្បើយដល់វេនគេដួលសន្លប់វិញហើយអ្នកមិនបានហូបអី3ថ្ងៃហើយហូបហើយផឹកទឹកស៊ុបស្ដាង2ម៉ាត់ក៏ហ៊ានហៅថាហូបដែរអ្នកកុំសម្លឹងមើលខ្ញុំបែបនេះលោកម្ចាស់តូចអ្នកកុំកំរើកផ្ដេសផ្ដាសអញ្ចឹងអ្នកហូបបរនេះសិនទៅអ្នកជាអ្នកជំងឺអ្នកហូបមុនទៅអ្នកហូបមុនទៅបានហើយគ្រាន់តែបបរអង្គសម្រូបមួយចានសោះបែរជាពួកអ្នកទាំងពីរចេះរុញប្រកែកគ្នាដូចជាចាត់ចែងរាជសម្បត្តិអញ្ចឹងអ្នកក៏ហូបដែរទៅស្ដាប់បង្គាប់ណាចេះឲ្យចំណីមន់ទេចេះគ្រាន់តែរយលើដីតើមានអីពិបាកហាមសើចអ្នកមកធ្វើវិញរបួសរបស់ខ្ញុំមិនទាន់ជាទេដៃគ្មានកម្លាំងឡើយប៉ុន្តែបង្រៀនភរិយាដ៏ឆ្នើមនៅតែអាចធ្វើបានគ្រាប់ស្រូវមិនអាចរយនៅក្រោមក្បាលជង្គង់បានទេត្រូវបោះទៅឲ្យឆ្ងាយបន្តិចក្រវ៉ាត់ក្តៅឲ្យធូររលុងស្រាលដូចជាបែបនេះធ្វើបានល្អណាស់អុយយ៉ាភរិយារបស់អ្នកកាលពីមុននៅផ្ទះប្រហែលជាមិនដែលធ្វើការងារធ្ងន់តតែសោះមែនទេធ្លាប់ធ្វើអីដែរ
ខ្ញុំគ្រប់គ្រងបញ្ជីជំពាក់កណេសំមុខហើយអ្នកមានជាន់ខ្ពស់ដៃទន់ល្មើយមិនដែលប៉ះពាល់ការងារធ្ងន់សូម្បីតែឲ្យចំណីមន់ក៏ដូចជាធ្វើសង្គ្រាមដែរប្រយ័ត្នកាយតូចភ្នែកស្រវាំងឃើញកាយមកពីអ្នកទាំងអស់មកពីខ្ញុំគ្រាន់តែឲ្យចំណីមន់សោះក៏អាចអប់គ្នាបានដែរពួកអ្នកទាំងពីរពិតជាមិនចេះអៀនខ្មាស់មែនថ្ងៃនេះភរិយាធ្វើបានល្អណាស់